ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនឹងដែរគឺយើងមកបន្តស្អីរឿងអ៊ីប៉ូរបស់យើងទៀតតាមនវគ្គនេះការប្រកួតរបស់កាតាមូរ៉ាក៏បានមកដល់នៅពេលនេះពួកគេកំពុងតែប្រយុទ្ធគ្នាយើងមើលឃើញថាកាតាមូរ៉ាគាត់ពិតជាខ្លាំងពិតមែនបន្ទាប់ពីគូប្រកួតរបស់គាត់បានធ្វើឲ្យកាតាមូរ៉ារបស់យើងនឹងគឺខឹងឥឡូវហ្នឹងកាតាមូរ៉ាបានសុតយកទៅលើអប៉េហ្នឹងតដៃលែងរួចហើយនៅពេលដែលអប៉េហ្នឹងវាយបមកកាន់គាត់វិញគាត់មិនបាច់ប្រើខោការពារអ្វីនោះទេបើកមុខឲ្យអប៉េហ្នឹងវាយយកតែម្ដងប៉ុន្តែมันអាចវាយត្រូវគាត់សំបីតែមួយដៃបន្ទាប់មកទៀតកាតាមូរ៉ាក៏បានសាប់ជាបន្តទៀតទៅលើមួយហ្នឹងនៅពេលនោះកាតាមូរ៉ាបានត្រៀមប្រើ super ចុងក្រោយរបស់គាត់ដើម្បីផ្ដាច់ទៅលើដៃគូបានត្រៀមនឹងដាក់គ្នាម្នាក់ម្ដាយហើយប៉ុន្តែកាតាមូរ៉ាក៏បានកិច្ចទាន់ហើយក៏បានម៉ាត់ចូលក្បាលពោរបស់ដៃគូប្រកួតរបស់គាត់ហ្នឹងតែមួយដៃពីរដៃ3ដៃរហូតដល់អាញាកណ្ដាលនឹងស្រ័យប្រាប់ថាកាតាមូរ៉ាឈប់វាយបន្តទៀតទៅព្រោះគូប្រកួតរបស់គេហ្នឹងគឺសន្លប់តែងដឹងស្មារតីហើយកាតាមូរ៉ាក៏បានខ្លាយទៅជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់នេះទៅចំណែកឯនៅឈុតបន្ទាប់វិញនៅពេលនេះពួកគេបានត្រឡប់មកពីពិធីជប់លៀងដែលគ្រប់គ្នាធ្វើឲ្យកាតាមូរ៉ាអញ្ចឹងណាបន្ទាប់ពីគាត់បានឈ្នះខ្សែក្រវ៉ាត់លំដាប់ថ្នាក់ជាតិនៅពេលដើរមកផ្ទះវិញជាមួយនឹងអ៊ីប៉ូកាតាមូរ៉ាគាត់បានលួចនិយាយដើម The Master ថាគាត់មិនដែលឃើញ The Master នឹងសើចសប្បាយដូចពេលនៅពិធីជប់លៀងមិញហ្នឹងទេហើយគាត់និយាយទៀតថាThe Master គ្រាន់តែឈ្នះខ្សែក្រវ៉ាត់ហើយលំដាប់ថ្នាក់ជាតិសោះសើចសប្បាយប៉ុណ្ណឹងហើយចោះតម្រាំតែគាត់ឈ្នះខ្សែក្រវ៉ាត់លំដាប់ពិភពលោកទៀតទៅមិនគាត់នឹងគាំងបេះដូងស្លាប់បាត់ទៅហើយមែនអត់បន្តមកទៀតពួកគេក៏បានធ្វើដំណើរទៅដល់ផ្ទះកាតាមូរ៉ាហើយនៅពេលនោះកាតាមូរ៉ានៅពេលដែលគាត់ឡើងចណ្ដើរហ្នឹងគាត់ក៏រៀងវិលមុខបន្តិចបន្តួចអញ្ចឹងណាដោយសារតែគាត់ក៏ត្រូវរបួសខ្លះផងដែរបន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់អ៊ីប៉ូក៏បានបារម្ភពីកាតាមូរ៉ាប៉ុន្តែគាត់មិនអីនោះទេគាត់ជាអ្នកបដាលដ៏ខ្លាំងម្នាក់អញ្ចឹងហើយមិនងាយមានបញ្ហាអ្វីនោះឡើយប៉ុន្តែនៅពេលដែលកាតាមូរ៉ាឡើងទៅដល់ជាន់ខាងលើគាត់ក៏បាននឹកឃើញនៅពេលដែលអ៊ីប៉ូហ្នឹងស្រែកផ្ដល់កម្លាំងចិត្តឲ្យគាត់ក៏បានបែរមុខមកវិញហើយហៅអ៊ីប៉ូឲ្យឈប់និងបាននិយាយអរគុណទៅកាន់អ៊ីប៉ូហើយក៏បានគម្រាមឲ្យអ៊ីប៉ូនឹងខំហ្វឹកហាត់ទៀតទៅព្រោះការប្រកួតរបស់គាត់ហ្នឹងគឺចិត្តចូលមកដល់ទៀតហើយចំណែកឯទៅថ្ងៃស្អែកអ៊ីប៉ូគាត់ក៏បានត្រឡប់ទៅសាលារៀនរបស់គាត់វិញហើយនៅពេលដើរតាមផ្លូវគាត់ក៏បានជួបជាមួយនឹងមិត្តភ័ក្តិថ្មីថ្មោងរបស់គាត់គឺយូមីសាវ៉ាហ្នឹងឯងក៏បានមកស្ទាក់សួរអ៊ីប៉ូកាលពីថ្ងៃម្សិលមិញហ្នឹងគាត់ក៏បានមើលអ៊ីប៉ូប្រកួតផងដែរហើយវាពិតជាអស្ចារ្យមែនតើដោយសារតែអ៊ីប៉ូហ្នឹងគឺខ្លាំងហើយផ្ដួលឲ្យគូប្រកួតរបស់គាត់ហ្នឹងសន្លប់បានណាហើយបន្តមកទៀតគាត់ក៏បានសួរតាក់ទងនឹងការប្រកួតបន្ទាប់របស់អ៊ីប៉ូថាគូប្រកួតបន្តរបស់គាត់នឹងគឺជាពីណាគេមានឈ្មោះអីដែរអញ្ចឹងណាចំណែកឯអ៊ីប៉ូវិញគាត់ក៏បាននិយាយប្រាប់ទៅកាន់យូមីសាវ៉ាវិញថាគូប្រកួតបន្តរបស់គាត់នឹងគឺមានឈ្មោះថាហាយ៉ាមីហ្នឹងឯងនៅពេលដែលយូមីសាវ៉ានឹងចាប់ដើមទៅសេឈ្មោះហាយ៉ាមីនឹងទុកធ្វើឲ្យកូនចៅរបស់គាត់នឹងសើចខ្លាំងមែនតើដោយសារតែអក្សររបស់យូមីសាវ៉ានឹងទៅសេអត់ស្អាតនោះទេបន្ទាប់ពីឃើញកូនចៅសើចខ្លួនអញ្ចឹងអាពេលហ្នឹងក៏បានវាយទៅកាន់កូនចៅរបស់គាត់នឹងបែបលេងសើចអញ្ចឹងណាបន្តមកទៀតយើងឃើញថាអ៊ីប៉ូបានមកដល់សាលារៀនហើយនៅពេលនេះគឺគាត់ត្រូវប្រឹក្សាយោបល់ជាមួយនឹងលោកគ្រូម្នាក់ដោយសារតែគាត់បានឃើញបន្ទុករបស់អ៊ីប៉ូរយៈពេលចុងក្រោយហ្នឹងគឺមានការធ្លាក់ចុះខ្លាំងមែនតើដោយគាត់ព្យាយាមឲ្យអ៊ីប៉ូនឹងខំប្រឹងនិងប្រោតទៅលើការសិក្សាវិញទៅកុំគិតតែពីរឿងប្រដាល់ពេកប៉ុន្តែអ៊ីប៉ូគាត់ក៏បាននិយាយឆ្លើយតបថានៅពេលនេះការបដាលពិតជាសំខាន់ចំពោះគាត់មែនតើដោយសារតែការប្រកួតវាផ្ដាច់គាត់ក៏ចិត្តចូលមកដល់ផងដែរអញ្ចឹងហើយគាត់មិនអាចលុំបានទៀតនោះទេលោកគ្រូបន្ទាប់ពីបានឃើញបែបហ្នឹងហើយគាត់ក៏មិនបាននិយាយអ្វីទៅកាន់អ៊ីប៉ូទៀតដែរប៉ុន្តែប្រសិនបើជាអ៊ីប៉ូចង់ដូរចិត្តមកខំរៀនវិញដើម្បីបានចូលរៀននៅសាកលវិទ្យាល័យល្អៗកុំភ្លេចមកប្រាប់គាត់វិញផងព្រោះគាត់ចាំជួយអ៊ីប៉ូចំណិចហ្នឹងឯងចំណែកឯស្អីរឿងបន្តវិញនៅពេលនេះអ៊ីប៉ូបានត្រឡប់មកពីសាលារៀនរបស់គាត់វិញហើយគាត់កំពុងតែអង្គុយគិតអំពីការប្រកួតនិងការជ្រើសរើសរបស់គាត់នឹងឯងនៅពេលនោះកូបាស៊ីក៏បានរត់កាត់ទីនឹងហើយឃើញអ៊ីប៉ូកំពុងតែអង្គុយសោកសៅតែម្នាក់ឯងអញ្ចឹងគាត់ក៏បានដើរមកសួរថាអ៊ីប៉ូកំពុងតែគិតអំពីហាយ៉ាមីមែនអត់ព្រោះគាត់គឺជាគូប្រកួតបន្ទាប់របស់អ៊ីប៉ូនឹងឯងគាត់ក៏បានបន្តនិយាយអំពីហាយ៉ាមីផងដែរដោយបាននិយាយថាហាយ៉ាមីនឹងមើលទៅជាអ្នកបដាលមួយដែលខ្លាំងណាស់គាត់សូម្បីតែគាត់នឹងក៏បានសិក្សាអំពីហាយ៉ាមីផងដែរប៉ុន្តែមិនអាចរកឃើញចំណុចខ្សោយរបស់ហាយ៉ាមីសូម្បីតែមួយចំណុចនោះទេប៉ុន្តែគាត់ក៏នៅតែបន្តនិយាយទៀតថាធ្វើត្បិតថាគាត់នឹងធ្វើបានប៉ុន្តែអ៊ីប៉ូច្បាស់ជាអាចធ្វើបានដោយសារតែមូលហេតុអីពីព្រោះតែអ៊ីប៉ូនឹងគឺការប្រកួតរបស់គាត់ស៊ូណាស់ស៊ូរហូតទោះបីជាខ្លួនរបស់គាត់ស្លាប់ក៏មិនខ្វល់ផងដែរហើយក៏បាននិយាយទៀតថាកណ្ដាប់ដៃរបស់អ៊ីប៉ូនឹងពិតជាធ្ងន់មែនមើលតែចំហរបស់គាត់ទៅដឹងហើយឡើងបែកឡើងបាក់ខ្ទេចខ្ទីអស់ហើយធ្វើ
ធ្វើឲ្យអ៊ីប៉ូនឹងសុំទោសទៅកាន់កូបាស៊ីមែនទែនប៉ុន្តែកូបាស៊ីគាត់មិនបាននិយាយអ្វីនោះទេព្រោះនេះគឺជាការប្រកួតអញ្ចឹងហើយការប៉ះទង្គិចគឺតែងតែកើតមាននឹងឯងហើយគាត់ក៏បាននិយាយបន្តលើកទឹកចិត្តទៅឲ្យអ៊ីប៉ូទៀតថាការប្រកួតនៅឆ្នាំហ្នឹងអ៊ីប៉ូត្រូវតែយកជ័យលាភីលេខ1ឲ្យបានហើយក្លាយទៅជាកីឡាករឆ្នាំល្អបំផុតប្រចាំឆ្នាំមួយនេះផងដែរបន្ទាប់មកអ៊ីប៉ូក៏បានដើរមកក្លឹបបណ្ដារបស់គេនៅពេលនោះគាត់ក៏បាននឹកឃើញអំពីសម្ដីរបស់អូស្មាកូបាស៊ីផងដែរដែលបាននិយាយលើកទឹកចិត្តឲ្យគាត់នឹងខំប្រឹងប្រកួតយកជ័យលាភីលេខ1អញ្ចឹងហើយធ្វើឲ្យគាត់រៀងមានកម្លាំងចិត្តច្រើនជាងមុនទៀតនៅពេលដែលអ៊ីប៉ូគាត់ចូលទៅដល់ក្លឹបបណ្ដាហ្នឹង The Master បានចាក់កាសែតការប្រកួតរបស់ Hayami នឹងជាច្រើនដើម្បីឲ្យអ៊ីប៉ូមើលនិងរកមើលចំណុចខ្សោយរបស់ Hayami ប៉ុន្តែ Hayami គឺអត់មានចំណុចខ្សោយនោះទេមិនខុសអ្វីពីកូបាស៊ីគាត់បាននិយាយរួចមកហើយនៅពេលនោះអ្នកកាសែតបានសម្ភាសទៅកាន់ Hayami ផងដែរដោយសួរថាតើគាត់មានបារម្ភអត់នៅពេលដែលគាត់ជួបជាមួយនឹងកីឡាករវាយសម្រុក Hayami បានលើកពាក្យសម្ដីមកថាគាត់មិនដែលបារម្ភនោះទេហើយកីឡាករវាយសម្រុកទាំងអស់នោះគឺមិនមែនជាដៃគូរបស់គាត់នោះឡើយ The Master បានបន្ថែមពីលើនឹងទៀតថាការនិយាយរបស់ Hayami គាត់មិនមែនអួតនោះទេប៉ុន្តែសុទ្ធតែជាការប៉ັດទាំងអស់ព្រោះកីឡាករវាយសម្រុកដែលបានជួបជាមួយនឹង Hayami គឺត្រូវគាត់ផ្ដួលឲ្យសន្លប់ជាមួយនឹងក្បាច់ shotgun រួមទាំង uppercut ខ្លីដែល Hayami បានប្រើនោះឯងអញ្ចឹងហើយចំណុចសំខាន់ដែលអ៊ីប៉ូត្រូវតែវឹកហាត់នោះគឺវឹកហាត់ការកិច្ចនិងការការពារឲ្យរឹងមាំជាងមុនថែមទៀតបន្ទាប់មកThe Master ក៏បាននាំអ៊ីប៉ូមកវឹកហាត់នៅខាងក្រៅជាងឃើញថាការវឹកហាត់ពេលនេះគឺពិតជាសាហាវមែនទែន The Master បានកើជាមួយនឹងដុំថ្មមួយដៃគប់ទៅកាន់អ៊ីប៉ូនៅពេលនោះអ៊ីប៉ូបានប្រយ័ត្ននោះទេធ្វើឲ្យគាត់នឹងគឺទៅរបួសពេញខ្លួន The Master បានបន្តស្ដីបន្ទោសទៅឲ្យអ៊ីប៉ូទៀតដោយសារតែគាត់ចេះប្រយ័ត្នអញ្ចឹងហើយទាមទារឲ្យអ៊ីប៉ូនឹងមានការប្រុងប្រយ័ត្នខ្ពស់ជាងនឹងទៀតពីព្រោះកណ្ដាប់ដៃ shotgun របស់ Hayami នឹងគឺរហ័សនឹងចេញមកច្រើនដៃបែបហ្នឹងនៅឈុតបន្តពួកគេទាំង3នាក់ក៏បានទៅហូបមីនៅហាងដែលពួកគេហ្នឹងគឺគាត់ធ្វើការទៀតហើយនៅពេលហ្នឹងពួកគេបាននិយាយថា The Master ហ្នឹងគឺខំប្រឹងវឹកហាត់ទៅកាន់អ៊ីប៉ូបែបពិបាកនឹងខ្លាំងមែនតើប៉ុន្តែអ៊ីប៉ូយល់ស្របជាមួយនឹង The Master ពីព្រោះអីពេលនេះគឺគាត់ជួបជាមួយនឹងដៃគូខ្លាំងហើយបើសិនជាគាត់វឹកហាត់ការទៀតគាត់មិនអាចយកឈ្នះបាននោះឡើយចំណែកឯ Kimura វិញក៏បាននិយាយថាគាត់មិននឹកស្មានថាអ៊ីប៉ូគឺវឹកហាត់ដល់យប់ជ្រៅបែបនេះទេKimura ក៏បាននិយាយចំអកទៅកាន់អ៊ីប៉ូបែបលេងសើចថាដោយសារតែអ៊ីប៉ូនឹងជាកីឡាករដែលភ័យអញ្ចឹងហើយភ័យរហូតដល់ដេកតែលក់អស់ហើយសូម្បីតែពេលយប់នឹងក៏ត្រូវវឹកហាត់ផងដែរKimura ក៏បាននិយាយស្ដីបន្ទោសទៅឲ្យកតាមូរ៉ាដោយសារតែកតាមូរ៉ានឹងការប្រកួតរបស់គាត់មិនដែលភ័យនោះទេអញ្ចឹងហើយគាត់មិនដែលយល់ពីអារម្មណ៍របស់កីឡាករដែលភ័យហើយគេក៏បានយកអូគីធ្វើជាប្រធានបទបែបលេងសើចថាអូគីនឹងគឺជាស្ដេចរ៉ាមែនដោយសារតែគាត់ជាអ្នកលក់មីរ៉ាមែនអ្នកទាំងអស់គ្នាធ្វើឲ្យអូគីនឹងខឹងមែនតែនប៉ុន្តែពួកគេគ្រាន់តែលេងសើចជាមួយនឹងគ្នាតែប៉ុណ្ណោះចំណែកឯនៅថ្ងៃស្អែកវិញយើងបានឃើញថាពួកគេក៏បានទៅមើលការប្រកួតរបស់ Hayami ផងដែរពីព្រោះនៅពេលនេះ Hayami គឺមានការប្រកួតមួយនៅពេលនោះអាជ្ញាកណ្ដាលក៏បានប្រកាសហៅឈ្មោះរបស់ពួកគេឡើងមកលើសៃវៀនទាំងបង្គោលក្រហមទាំងបង្គោលខៀវយើងមើលឃើញថា fan របស់ Hayami នឹងគឺពិតជាច្រើនមែនតើជាពិសេសនឹងគឺស្រីធ្វើឲ្យកតាមូរ៉ាចំណែនជាមួយនឹង Hayami ជាខ្លាំងបន្ទាប់មកទៀតការប្រកួតទឹកទី1ក៏បានចាប់ផ្ដើមយើងមើលឃើញថាដៃគូប្រកួតរបស់ Hayami នឹងក៏ល្អផងដែរសកម្មភាពចលនារបស់ដៃគូ Hayami នឹងក៏ស្មូតមិនធម្មតានោះដែរយើងបានឃើញថានៅពេលនោះ Hayami និងពួកគេបានវាយស្មើដៃគ្នាធម្មតានោះទេប៉ុន្តែមួយសន្ទុះក្រោយមកយើងបានឃើញថា Hayami មានឱកាសសាប់ទៅលើពេលដែលជាដៃគូប្រកួតរបស់នឹងមិនដកដៃនោះទេចំណែកឯនៅឈុតបន្ទាប់ទៀតយើងបានឃើញថា Hayami មានព្រៀបកាន់តែខ្លាំងទៅលើដៃគូប្រកួតរបស់គាត់ដោយគាត់បានបន្តវាយអប៉ិនឹងជាច្រើនដៃឲ្យខ្ទប់ទៅនឹងខ្សែរ៉េញនៅពេលនោះគាត់ស្ទើរតែផ្ដាច់ទៅលើអប៉ិនឹងហើយប៉ុន្តែគាត់បានកិច្ចទាន់និងបំរុងវាយបកទៅកាន់ Hayami វិញប៉ុន្តែ Hayami ក៏បានប្រើក្បាច់ uppercut វាយចំកណ្ដាលមុខដៃគូប្រកួតរបស់គាត់ហើយក៏បានសាប់ជាមួយនឹង shotgun ជាច្រើនដៃបន្តមិនដកដៃនោះទេធ្វើឲ្យអប៉ិនឹងបានដួលសន្លប់ទៅលើសៃវៀនហើយអ្នកដែលឈ្នះនោះគឺជា Hayami ទាំងឯងធ្វើឲ្យអ៊ីប៉ូនឹងភ្ញាក់ផ្អើលមែនតែនបន្ទាប់មកទៀតសាច់រឿងរបស់យើងក៏បានចប់តែត្រឹមហ្នឹងកុំភ្លេច Subscribe ឲ្យខ្ញុំម្នាក់មួយផងណាអ្នកទាំងអស់គ្នាដើម្បីតាមដានភាគថ្មីនៅថ្ងៃស្អែកបន្តទៀត